សូមបញ្ជាក់ម្ដងទៀតថាទី1សម្រាប់អាការៈស្ពឹករឹងនិងរមួលក្រពើនៅដៃនិងជើងកុំខ្ជិះខ្ជីលុយលើឱសថដង្កូវនាងថ្លៃដែលពិបាករកនៅជនបទជីកវាឡើងសម្ងួតវាហើយស្ងោរវាជាមួយអេប៉ុងលូហ្វាដង្កូវនាង10ក្រាមនិងអេប៉ុងលូហ្វា6ក្រាមវិធីនេះអាចបន្សាបជាតិពុលកាត់បន្ថយការហើមនិងធ្វើឲ្យឈាមរត់បានល្អទី2សម្រាប់ការនោមញឹកញាប់នៅពេលយប់3 4 ដងក្នុងមួយយប់នេះបង្ហាញពីកង្វះតម្រងនោមឬផ្លែ raspberry មិនទាន់ទុំមួយបាច់ពីចិញ្ចើមផ្លូវសម្ងួតវាហើយត្រាំ6ក្រាមក្នុងទឹកពុះជារៀងរាល់ថ្ងៃវិធីនេះនឹងកាត់បន្ថយការនោមនិងពុំរឿងតម្រងនោមទី3សម្រាប់រសជាតិល្វីងក្នុងមាត់ក្លិនមាត់មិនល្អនិងភ្នែកស្ងួតសម្រាប់អ្នកដែលមានបញ្ហាសក់ស្កើមុនអាយុមិនចាំបាច់ទិញថ្នាំចៃដន្យទេគ្រាន់តែរើសស្លឹក Mulberry មួយក្តាប់ពីចិញ្ចើមផ្លូវបន្ថែមផ្លែគូជី10ក្រាមស្ងោរវាក្នុងទឹកហើយផឹកទឹកដែលបានលាយវិធីនេះនឹងបំបត្តិកម្ដៅខ្យល់សម្អាតថ្លើមនិងធ្វើឲ្យភ្នែកភ្លឺទី4សម្រាប់សក់ស្កើមុនអាយុកុំជ្រលក់សក់របស់អ្នកចៃដន្យគ្រាន់តែរកមើលឱសថប្រភេទនេះដែលមានទឹកថ្នាំហូរចេញពីចិញ្ចើមផ្លូវយក15ក្រាមស្ងោរវាក្នុងទឹកហើយផឹកទឹកថ្នាំដើម្បីចិញ្ចឹមថ្លើមនិងតម្រងនោមនិងការពារធ្មេញទី5សម្រាប់ជំងឺរោគដូងបាតដែលមានការហូរឈាមតាមរន្ធគូតដែរនកមិនចង់វះកាត់សូមរកមើលឱសថតូចមួយដែលមានផ្កាពណ៌ស្វាយនៅក្បែរចិញ្ចើមផ្លូវដែលត្រូវបានគេហៅថាបុកផ្កាពណ៌ស្វាយនៅក្នុងឱសថបុរាណចិនយក30ក្រាមស្ងោរវាក្នុងទឹកហើយត្រាំគូតរបស់អ្នកនៅក្នុងវារៀងរាល់2 3ថ្ងៃម្ដងវិធីនេះនឹងធ្វើឲ្យឈាមត្រជាក់និងកាត់បន្ថយការហើមតើអ្នកចាំរឿងទាំងអស់នោះទេ